បាទជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនាយផ្លយបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានប្លែកបាទប្លែកតាក់ទងនឹងរឿងនេះសាសវិទ្យាល័យថ្នាក់បញ្ញាបត្រឆ្នាំទី3បាទហើយព័ត៌មាននេះគឺមានប្រភពមកពីប្រទេសវៀតណាមបាទហើយចឹងសូមបងប្អូនតាមដានទស្សនាដូចតទៅបាទសាសវិទ្យាល័យថ្នាក់បរិញ្ញាបត្រឆ្នាំទី3បានធ្វើឲ្យអាជ្ញាធរឈឺក្បាលវិលមកបាទប្រភពព័ត៌មានមកពីប្រទេសវៀតណាមនៅពេលដែលរូបថតនេះត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណិតម្ចាស់របស់វាបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីមិត្តភ័ក្តិនិងអ្នកនិយមលេងអ៊ីនធឺណិតដែលក្នុងនោះភាគច្រើនជាមតិរិះគន់ក្មេងស្រីម្នាក់នេះបាទក្មេងស្រីតូចនិងក្មេងប្រុសម្នាក់ពួកគេត្រូវបានគេកំណត់អត្តសញ្ញាណហើយគឺជាសិស្សរៀននៅវិទ្យាល័យថ្នាក់បរិញ្ញាបត្រឆ្នាំទី3នៅក្នុងខេត្តឌីអានបាទប៊ីងដុងប្រទេសវៀតណាមរូបភាពនេះគឺពួកគេបានបង្ហោះដោយខ្លួនឯងហើយត្រូវបានរីករាលដាលយ៉ាងខ្លាំងធ្វើឲ្យវិលមុខដល់អាជ្ញាធរនិងមនុស្សជាច្រើនភ្ញាក់ផ្អើលបាទយោងតាមលោកញងដែលជាអាជ្ញាធរក្នុងស្រុកបានដាស់តឿនក្មេងៗទាំងនេះថាឥឡូវរូបភាពវាបានផ្សព្វផ្សាយយ៉ាងកក្រើកទៅវិញបាទទៅហើយបងប្អូននិងអាណាព្យាបាលគិតបែបណាចំពោះកូនរបស់ខ្លួនបាទតើពួកគេទទួលយកគ្នាជាប្តីប្រពន្ធនោះវាមិនមានបញ្ហាធ្ងន់ធ្ងរនោះទេចុះបើមិនទទួលយកគ្នាជាប្តីប្រពន្ធវិញហើយទៅរៀបការជាមួយមនុស្សផ្សេងទៀតតើពួកគេគិតយ៉ាងម៉េចបាទបើរោគនេះវាអញ្ចឹងនោះបាទនេះជារូបភាពហ្នឹងរូបភាពនេះគឺគាត់បង្ហោះខ្លួនឯងបាទនេះជារូបភាពរបស់គាត់បាទនេះជារូបភាពគាត់ធ្វើអ្វីផ្ដេសផ្ដាសបាទនេះរូបភាពបន្ថែមទៀតបាទនេះជាព័ត៌មានតាក់ទងនឹងសិស្សស្រីសិស្សថ្នាក់បញ្ញាបត្រឆ្នាំទី3បាទនៅប្រទេសវៀតណាមបាទនេះជាព័ត៌មានដែលបងប្អូនសិស្សនិស្សិតឬក៏សាសវិទ្យាល័យមិនត្រូវធ្វើតម្រាប់តាមចំពោះស្ត្រីនិងបុរសម្នាក់នេះឡើយបាទគឺជាទង្វើដែលសង្គមស្អប់ខ្ពើមនិងជាទង្វើដែលម្ដាយឪពុកទទួលយកមិនបានបាទឪពុកម្ដាយខំរកប្រាក់ចិញ្ចឹមដើម្បីឲ្យកូនសិក្សាបានរៀនខ្ពស់ប៉ុន្តែកូនទៅធ្វើរឿងអ្វីផ្ដេសផ្ដាសបាទធ្វើឲ្យឪពុកម្ដាយបាត់បង់កេរ្តិ៍ឈ្មោះនិងវង្សត្រកូលរបស់ខ្លួនបាទហើយព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ